បាទសួស្តីថ្ងៃនេះខ្ញុំចង់បង្ហាញអំពីគន្លឹះមួយចំនួនទាក់ទងនឹងការរកចំណូលតាមរយៈអ៊ីនធឺណិតបាទនៅក្នុងសម័យបច្ចេកវិទ្យាអញ្ចឹងយើងដឹងហើយទាំងអស់គ្នាថាសម័យនេះគឺជាសម័យបច្ចេកវិទ្យាអញ្ចឹងមនុស្សម្នាក់គឺតែងតែប្រើប្រាស់ជាមួយនឹងអ៊ីនធឺណិតបាទមិនថាតាមរយៈទូរស័ព្ទដៃតាមរយៈកុំព្យូទ័រឬក៏បាទ tablet ជាដើមអញ្ចឹងបើសិនជាយើងរកលុយបានតើយើងត្រូវធ្វើអីខ្លះហើយពេលដែលបានលុយហើយយើងដកលុយតាមវិធីណាបាទអញ្ចឹងរាល់ថ្ងៃនេះយើងប្រើប្រាស់អ៊ីនធឺណិតយើងត្រូវចំណាយលុយឲ្យគេបាទយើងត្រូវចំណាយថ្លៃអ៊ីនធឺណិតបាទបើយើងប្រើទូរស័ព្ទដៃយើងត្រូវចំណាយថ្លៃទូរស័ព្ទដៃបាទថ្លៃកាតឲ្យបញ្ចូលដើម្បីទិញអ៊ីនធឺណិតប្រើជាដើមប៉ុន្តែឥឡូវនេះយើងមានវិធីសាស្ត្របាទយើងមានកន្លឹះថ្មីគឺយើងអាចលេងអ៊ីនធឺណិតបានហើយយើងអាចរកចំណូលមកវិញបានបាទអាចមួយខែតាម600 1000អីក៏ថាបានដែរតាមរយៈការខិតខំប្រឹងប្រែងរបស់យើងរៀងៗខ្លួនអូខេអញ្ចឹងជាដំបូងបំផុតតើយើងរកតាមវិធីណាហើយតើយើងត្រូវធ្វើអីខ្លះនេះគឺជាគន្លឹះមួយចំនួនដែលខ្ញុំនឹងបង្ហាញបងប្អូនអំពីការរកចំណូលតាមរយៈអ៊ីនធឺណិតនៅពេលបន្តិចទៀតនេះបាទតើយើងត្រូវធ្វើអីខ្លះអូខេបើសិនជាបងប្អូនធ្លាប់លេង Facebook បងប្អូនធ្លាប់ដឹងហើយឃើញគេដាក់គេ share វីដេអូទៅកាន់ Facebook បាទដើម្បីឲ្យបងប្អូនមកចុចមើលវីដេអូរបស់គេវីដេអូអាចជាវីដេអូកំ pl ែងបាទអាចជាវីដេអូអត្ថប្រយោជន៍ឬតាក់ទងនឹងបច្ចេកវិទ្យាជាដើមអញ្ចឹងពេលបងប្អូនចុចលើវីដេអូនឹងភ្លាមអញ្ចឹងម្ចាស់ website ហ្នឹងគេនឹងទទួលបានចំណូលតែម្ដងអញ្ចឹងណាបាទនេះគឺជា technique មួយចំនួនតាក់ទងនឹងការរកចំណូលអញ្ចឹងខ្ញុំក៏មានវិធីហ្នឹងដែរបាទគឺខ្ញុំមានកន្លឹះមួយដែរគឺខ្ញុំដាក់ script ពិសេសនៅក្នុង website តែម្ដងហើយតាក់ទងនឹងការបង្កើត website ហ្នឹងក៏អត់មានវាបាក់ទេគឺខ្ញុំអាចជាការងាយស្រួលទេតែសំខាន់គឺយើងមានកន្លឹះពិសេសបាទកន្លឹះពិសេសយ៉ាងម៉េចមានន័យថាឥឡូវខ្ញុំចូល website តែម្ដងបងប្អូនឃើញនៅលើ website នេះមួយបាទ website នេះគឺយកវីដេអូបាទពីគ្រប់ទិសទីមកបានដាក់លើ website របស់គាត់អញ្ចឹងពេលគេចូលមើលមកហើយគេនឹងចាប់ដើមមើលព័ត៌មានបាទឬមើលវីដេអូណាមួយដែលគេចង់មើលតាក់ទងនឹងបច្ចេកវិទ្យាមកតាក់ទងព័ត៌មានប្រចាំថ្ងៃឬក៏រឿងភាគអីជាដើមហ្នឹងទៅប៉ុន្តែនៅក្នុង website នេះគេបានដាក់ពាណិជ្ជកម្មមួយបងប្អូនឃើញនេះនេះគឺជាពាណិជ្ជកម្មរបស់ក្រុមហ៊ុន Google ណាពាណិជ្ជកម្មនេះមានន័យថាយើងគ្រាន់តែមាន Gmail មួយយើងទៅសហការជាមួយនឹងក្រុមហ៊ុនGoogle ពេលដែលគេសហការហើយពេលគេ approve ជាមួយយើងហើយយើងជាដៃគូរបស់គេហើយយើងមានសិទ្ធិបាទយកពាណិជ្ជកម្មរបស់គេហ្នឹងមកដាក់លើ website របស់យើងបានដើម្បីឲ្យអ្នកមើល website នេះគេចុចលើពាណិជ្ជកម្មហ្នឹងទៅយើងជាម្ចាស់ website យើងបានចំណូលហើយពេលដែលចុចភ្លាម Google នឹងដកលុយពីម្ចាស់ក្រុមហ៊ុននេះមកចែកជាមួយយើងបាទ Google វាយកខ្លះទៅយើងយកខ្លះទៅបាទនេះគឺជាបាទបច្ចេកវិទ្យាដែលគេរកលុយតាមរយៈអ៊ីនធឺណិតតាមរយៈក្រុមហ៊ុន Google AdSense អញ្ចឹងពេលគេចូល website របស់គាត់នេះណាបាទគេចូលមើលទៅអាចមើលចុចមើលព័ត៌មានឬវីដេអូអញ្ចឹងចែកដល់នេះគេឃើញពាណិជ្ជកម្មនេះអញ្ចឹងគេចុចមើលវីដេអូចុចលើពាណិជ្ជកម្មទៅអញ្ចឹងយើងទទួលបានចំណូលតែម្ដងប៉ុន្តែវិធីសាស្ត្រនេះវារកលុយបានយឺនបាទមួយខែវាអាចបានពី300ទៅតាម website ល្បីឬមិនល្បីអញ្ចឹងទៅបាទនេះអញ្ចឹងយើងដឹងថាអានេះជាក្រុមហ៊ុនរបស់ក្រុមហ៊ុន Google តាមរយៈអីគេបាទយើងដាក់មកលើវាទៅវាដាក់ពាក្យថា Ad by Google វិញណាអញ្ចឹងមានថាក្រុមហ៊ុនរបស់ Google វិធីសាស្ត្រនេះយើងធ្វើតាមវិធីផ្លូវត្រង់របស់គោលការណ៍របស់ក្រុមហ៊ុន Google អញ្ចឹងយើងពេលដែលគេចុចលើបាទពាណិជ្ជកម្មនេះភ្លាមបានយើងបានលុយប៉ុន្តែអ្វីដែលសំខាន់ដែលខ្ញុំមានកន្លឹះពិសេសនេះបាទបងប្អូនឃើញទេគឺខ្ញុំមានទទួលដាក់ script នៅក្នុង website ដើម្បីជំនួយរកលុយបានចាប់ពី$5រហូតដល់$50ក្នុងមួយថ្ងៃបាទមានន័យថាទី1 option ទី1ណាគឺចុចសញ្ញា play ភ្លាមនឹងបើកវីដេអូឲ្យគេមើលហើយយើងជាម្ចាស់ website យើងបានលុយតែម្ដងណាឥឡូវបង្ហាញខ្ញុំឡើងពីថាចុចទៅ play មិនបានលុយមិនអូខេអញ្ចឹងខ្ញុំមាន website មួយនេះជា website របស់ខ្ញុំមួយបាទអញ្ចឹងខ្ញុំមានវីដេអូនេះមួយដែរវីដេអូនេះគឺខ្ញុំយកមកពី YouTube ទេខ្ញុំមិនមែនជាម្ចាស់វីដេអូនោះទេអញ្ចឹងមានថាយើងមានសិទ្ធិយកវីដេអូពី YouTube រាប់លានវីដេអូមកដាក់លើ website របស់យើងបានយើងគ្រាន់តែ share ណាអញ្ចឹងអត់ខ្វល់វីដេអូឲ្យយើងយកមកទេប៉ុន្តែអ្វីដែលសំខាន់នេះគឺពេលដែលគេចុច play នេះភ្លាមនេះខ្ញុំជាម្ចាស់ website ខ្ញុំទទួលបានចំណូលភ្លាមតែម្ដងបាទហើយវីដេអូនេះនឹងបើកឲ្យគេមើល play តែម្ដងណាបាទយើងទទួលរបស់គេអញ្ចេះរបស់គេគឺយើងដាក់តាមគោលការណ៍របស់គេមានន័យថាតោះតែគេចុចកន្លែងនេះបានយើងបានលុយបាទប៉ុន្តែមនុស្សចូលមកមិនចង់ចុចកន្លែងហ្នឹងណាគេចង់មើលរឿងបាទចង់មើលព័ត៌មានអញ្ចឹងចុចលើវីដេអូនេះបាទចុចលើមើលវីដេអូមើលអីចេះឥឡូវចុចមួយមកបាទចុចលើវីដេអូមួយមកវាទៅដល់វីដេអូនេះអារឿងរបស់គេនេះណា
បាទពេលដែលចូលមកខាងនេះគឺបងប្អូនឃើញគេជា AdSense របស់ក្រុមហ៊ុន Google ពេលដាក់មកឡើងនេះគេចេញបង្ហាញ Ad by Google ណាប៉ុន្តែគេមិនចុចកន្លែងហ្នឹងណាគេចុចកន្លែងនេះបាទចុចលើ icon play ដើម្បីមើលវីដេអូហ្នឹងបាទអញ្ចឹងយើងមិនបានលុយអត់បានលុយទេប៉ុន្តែរបស់ខ្ញុំគឺកលឹះសំខាន់យ៉ាងម៉េចបាទយើងចូល website របស់ខ្ញុំវិញអញ្ចឹងឧទាហរណ៍ថានេះជារឿងមួយចោះបាទជារឿងឬក៏ជាព័ត៌មានឬក៏ជាវីដេអូតាក់ទងនឹងបច្ចេកវិទ្យាចោះអញ្ចឹងពេលគេចូលមកភ្លាមនេះគេចុចកន្លែងនេះអញ្ចឹងខ្ញុំទទួលបានចំណូលតែម្ដងមិនចាំបាច់គេចុចនៅកម្ម AdSense កន្លែងណាផ្សេងទេគ្រាន់តែគេចុចលើសញ្ញា play នេះភ្លាមខ្ញុំជាម្ចាស់ website ខ្ញុំនឹងឡើងលុយតែម្ដងបងប្អូនឃើញខ្ញុំដាក់មកកន្លែងនេះដាក់មកកន្លែងនៅកន្លែងនេះបងប្អូនឃើញនៅក្រោមបាទ status bar ដាក់មកវាដាក់ពាក្យថា www.googlesuite.com វិញហើយមាន link មកវែងនេះទៅកន្លែងហ្នឹងមានថាជាពាណិជ្ជកម្មរបស់ក្រុមហ៊ុន Google អញ្ចឹងក្នុង website របស់ខ្ញុំក៏អញ្ចឹងដែរពេលដែលខ្ញុំដាក់មកនៅកន្លែងនេះបាទបងនឹងឃើញនៅខាងកន្លែងនេះនេះគេដាក់ Google Suite កញ្ញាដូចគ្នាអញ្ចឹងមានន័យថាកន្លែងហ្នឹងគឺជាពាណិជ្ជកម្មរបស់ក្រុមហ៊ុន Google ដែរអញ្ចឹងពេលគេចុចមើលវីដេអូនេះភ្លាមអញ្ចឹងខ្ញុំជាម្ចាស់ website ខ្ញុំទទួលបានចំណូលបានហើយមកคลิกពី10 cent 20 cent ឬក៏1រៀលទៅតាមប្រទេសទៅតាមពាណិជ្ជកម្មអញ្ចឹងទៅបាទមកคลิกឲ្យឡើង1រៀលដែរជួនកាលពាណិជ្ជកម្មវាតាមថៃតាមថ្លៃតាមថោករបស់ក្រុមហ៊ុនអញ្ចឹងណាជាពិសេសបើសិនមនុស្សមកពីខាងអឺរ៉ុបអាមេរិកជាដើមអាមេរិកចុចទៅយើងបានថ្លៃតែម្ដងបាទអញ្ចឹងបើសិនមនុស្សមកពីខាងអឺរ៉ុបពេលចុចពាណិជ្ជកម្មរបស់យើងទៅពាណិជ្ជកម្មរបស់យើងវាបានថ្លៃជួនកាលមកคลิกអាច1រៀលអាច2រៀលអាច3រៀលក៏ថាបានដែរអញ្ចឹងឧទាហរណ៍ថាមនុស្សមកពីខាងអឺរ៉ុបគាត់ចុចមកคลิกបាន1រៀលអញ្ចឹង100នាក់คลิกយើងបាន$100ក្នុងមួយថ្ងៃបាទពីព្រោះនៅខាងពពួកខាងអឺរ៉ុបហ្នឹងគឺវាមានពាណិជ្ជកម្មថ្លៃពេលគេចុចទៅយើងបានថ្លៃដែរអញ្ចឹងណាបាទឥឡូវខ្ញុំសាកមើលតើពេលដែលខ្ញុំចុចលើវីដេអូនេះភ្លាមនេះតើវា play វីដេអូខ្ញុំឲ្យគេមើលឬក៏អត់ហើយប៉ះពាណិជ្ជកម្ម AdSense យើងអត់អូខេអញ្ចឹងយើងចាប់ដើមពីទាំងអស់គ្នាបាទអញ្ចឹងខ្ញុំដាក់មកនៅលើ icon ហ្នឹងមកបាទចុច play បាទពេលដែលខ្ញុំចុច play ភ្លាមទី1វាបើកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Google ឃើញទេបាទនេះជាពាណិជ្ជកម្មរបស់ក្រុមហ៊ុន Google ខ្ញុំបិទហើយនេះគឺជាវីដេអូដែលយើងចុច play មិញបាទចុច icon play មិញ play ឲ្យគេមើលឃើញទេបាទនេះហើយគឺជាគន្លឹះពិសេសនៃ script របស់ខ្ញុំដែលខ្ញុំបានដាក់នៅលើ website ពេលដែលគេចុចទៅបាទគេអាចមើលវីដេអូហើយយើងជាម្ចាស់ website យើងបានលុយបាទចំណុចនេះហើយដែលបាទដែលយើងទទួលបានចំណូលជារៀងរហូតបាទព្រោះអីព្រោះយើង share វីដេអូទៅកាន់ឲ្យគេមើលទៅកាន់ Facebook ទៅកាន់ Google Plus ឬក៏ Twitter អញ្ចឹងណាពេលដែលយើង share ទៅបាទគេឃើញអត្ថបទល្អៗឃើញរូបភាពដែលចាប់អារម្មណ៍គេចុចមកដល់ website របស់យើងអញ្ចឹងគេចុចមើលវីដេអូទៅបាទយើងបានវីដេអូមើលអញ្ចឹងថ្ងៃក្រោយគេចង់ចូលទៀតប៉ុន្តែបើយើង share មកយើងចុចទៅអត់ឃើញវីដេអូគេមើលសួរថាគេចង់ចូលទៀតអត់បាទគេឃើញនៅ website ហ្នឹងគេលែងចង់ចូលហើយអញ្ចឹងរបស់ខ្ញុំនេះគឺពិសេសជាងគេត្រង់ហ្នឹងបាទគឺត្រង់ថាពេលគេចុចមកហើយឃើញវីដេអូរបស់យើងគេចុចទៅយើងម្ចាស់ website យើងបានលុយហើយមានវីដេអូគេមើលទៀតណាបាទហ្នឹងជាភាពគង់វង្សយូរអង្វែងអាហ្នឹងហើយជាការបានលុយរហូតតែម្ដងណាបាទអត់មានអីទៅបោកប្រាស់គេទេគឺជាបាទអ្វីដែលយើងធ្វើឲ្យគេមើលពិតប្រាកដបាទហើយអ្វីដែលត្រូវធ្វើទៅគាត់បងប្អូនគាត់ share នៅទៅកាន់ Facebook ទេឲ្យមានអីពិបាកទេណាទៅកាន់ Facebook ទៅកាន់ Google Plus ទេបាទដើម្បី share បងប្អូនគាត់ copy link ទៅបានហើយបាទអូខេអញ្ចឹងខ្ញុំនឹងប្រាប់បងប្អូនពីរបៀប share ដើម្បី share ថ្មីទៅកាន់ Facebook បានបាទអូខេឧទាហរណ៍ថាយើងជា website របស់យើងជាម្ចាស់ website ណាយើងគ្រាន់ដើម្បី share រូបហ្នឹងទៅកាន់ Facebook បានយើងគ្រាន់តែធ្វើយ៉ាងម៉េចបាទយើងគ្រាន់តែ copy URL ខាងលើនេះមកហើយយើងប៉ោះទៅកាន់ Facebook បានហើយណាអូខេឧទាហរណ៍ខ្ញុំប៉ោះទៅកាន់ Facebook មួយចុះដល់ page មួយនេះចុះហើយคลิกខ្ញុំផាសចូលបាទយើងផាស link website របស់យើងចូលមកបាទហ្នឹងយើងជា link នេះជាព័ត៌មានដែលយើងយកពី website របស់យើងមកហើយយ៉ាងនេះយើងអាចលុបចេញអាចសរសេរបន្ថែមបានអញ្ចឹងណាបាទខ្ញុំដាក់ទៅ amazing net natural អញ្ចឹងទៅបាទហើយយើងចុចប៉ោះ public ទៅបាទពេលដែលយើងប៉ោះហើយវាចេញមកអញ្ចឹងណាបាទយើងប៉ោះក្នុង page ឬក៏ប៉ោះទៅក្នុង group ដែលមានមនុស្សច្រើនមើលទៅអញ្ចឹងពេលដែលមនុស្សរាប់រយមើលចុចបាទចុចបាច់មកដល់ website របស់យើងពេលដល់ website របស់យើងអញ្ចឹងគេចង់មើលវីដេអូវាចេញបាទចេញសញ្ញា play អញ្ចឹងឥឡូវ refresh សិនមកឡើងចូល website ខ្ញុំមួយទៀតសិនទៅបាទវាចេញសញ្ញា play អញ្ចឹងពេលដែលគេដាក់មកនៅកន្លែងនេះបាទបានថាប៉ះ AdSense របស់យើងអញ្ចឹងណាអញ្ចឹងយើងម្ចាស់ website យើងទទួលបានចំណូលតែម្ដងបាទពេលដែលគេចុច
link ពី Facebook មកគេចូលដល់ website របស់យើងពេលគេចូលដល់ website គេចុចលើសញ្ញា play ដើម្បីមើលព័ត៌មានបាទរឿងចម្លែកឬតាក់ទងបច្ចេកវិទ្យាអញ្ចឹងណាគេចុចមកគេមានវីដេអូឲ្យគេមើលហើយយើងបានលុយតែម្ដងបាទនេះគឺជាកលឹះដែលខ្ញុំចង់បង្ហាញបងប្អូនថាយើងធ្វើម៉េចដើម្បីបានលុយបាទហើយខ្ញុំនឹងមាន option ទី2មួយទៀតបាទ option ទី2នេះមានន័យថាយើងចុចត្រង់ណាក៏ប៉ះ adsense បាទបានន័យថាចុចត្រង់ណាក៏យើងបានលុយដែរហើយបើកវីដេអូឲ្យគេមើលហើយយើងជាម្ចាស់ website យើងបានលុយតែម្ដងអញ្ចឹងណាយើងមើលនៅកន្លែងវីដេអូរបស់ខ្ញុំនេះបានចុចតចុចកន្លែងនេះបានយើងបានលុយបាទចុចឲ្យបើកវីដេអូគេមើលហើយយើងជាម្ចាស់ website យើងបានចំណូលដែរប៉ុន្តែយើងមាន option ទី2មួយទៀតយើងមិនបាច់ចាំចុចកន្លែងហ្នឹងទេបាទចុចកន្លែងណាក៏បានចុចកន្លែងនេះក៏បាននេះក៏បាននេះក៏បានបាទចុច search ចុចណាក៏បានចុចទៅដល់ឲ្យយើងបានលុយតែម្ដងហើយបើកវីដេអូគេមើលទៀតអញ្ចឹងណាបាទនេះជា option ទី2ប៉ុន្តែខ្ញុំមិនតថតទេចាំខ្ញុំថតទៅពេលក្រោយទៀតណាពេលបងប្អូន subscribe ជាមួយនឹង channel ខ្ញុំមកបាទ channel នេះបងប្អូនវាយពាក្យថាបានថាស៊ុយមកបងប្អូនចុចពាក្យថា subscribe អញ្ចឹងខ្ញុំនឹងប៉ុស្តិ៍វីដេអូនៅក្នុង channel របស់ខ្ញុំអញ្ចឹងបងប្អូនចាំមើលវីដេអូទី2អញ្ចឹងទៅវីដេអូទី2នឹងនិយាយអំពីបាទចុចត្រង់ណាក៏ប៉ះ adsense ដែរហើយបើកវីដេអូឲ្យគេមើលទៀតណាហើយយើងជាម្ចាស់ website យើងបានលុយតែម្ដងហើយខ្ញុំនឹងប្រាប់ពីវិធីដកលុយយ៉ាងម៉េចអីយ៉ាងម៉េចបាទហើយតើតើនឹងការបានលុយហើយយើងដកលុយហ្នឹងយើងអាចឆែកនៅក្នុងទូរស័ព្ទក៏បានឆែកក្នុងកុំព្យូទ័រក៏បានតាមរយៈ report របស់ក្រុមហ៊ុន Google ដែលគេឲ្យមកណាអញ្ចឹងនៅក្នុងនេះខ្ញុំធ្លាប់បានដកលុយច្រើនដងដូចខ្ញុំប្រើប្រាស់វិធីហ្នឹងបាទយើងអាចឆែកមើលទៅមួយថ្ងៃយើងអាចឡើងដល់100បាទយើងខំធ្វើពីឲ្យច្រើនបន្តិចណាយើងអាចមួយថ្ងៃដល់$100ក៏មានដែរបាទដូចថ្ងៃហ្នឹងខ្ញុំបាន$100ហើយផ្សំខ្ញុំបាន96ណាហើយក្នុងខែហ្នឹងខ្ញុំបាន1332ហើយក្នុងខែហ្នឹងបាទជា account របស់ខ្ញុំមកថ្មីខ្ញុំមាន account ចាស់មួយទៀត account ចាស់របស់ខ្ញុំហ្នឹងគឺខ្ញុំបានបាទណាមួយថ្ងៃ account មួយទៀតខ្ញុំຕົកវាចោលដែរវាបាន22ទេក្នុងមួយថ្ងៃហ្នឹងហើយខែមកបាន1800ហើយខែហ្នឹងតែបាន870ទេ73ហើយតាំងពីធ្វើមកបាន3318ហើយខ្ញុំបើកលុយទី3ដងដែរម្ដង1000ដង1000បាទអញ្ចឹងគឺយើងប្រើវិធីហ្នឹងយើងអាចបើកលុយបានណាហើយមួយទៀតខ្ញុំមានសេវាកម្មបង្កើត PayPal ក៏មានដែរបាទបង្កើត PayPal verify លេខទូរស័ព្ទអីចឹងដើម្បីដកលុយតាម Payoneer Pay Mastercard អីចឹងណាហើយខ្ញុំមានលក់លុយក្នុង PayPal អីចឹងដែរហើយខ្ញុំមានលក់លុយខ្ញុំមានទិញលុយបាញ់លុយឲ្យគេបានច្រើនដែរណាក្នុងអ្នកបងប្អូនឃើញវិញណានឹង e-money នេះគឺខ្ញុំផ្ញើលុយគេតាមខែតាមអីចឹងណាបាទពីច្រើនជាកូនសិស្សរបស់ខ្ញុំអីចឹងពេលដែលគាត់សហការមួយខ្ញុំបើកលុយគាត់ខ្ញុំបាញ់លុយគាត់តាមវិញដែរអញ្ចឹងវាមានច្រើនប្រភេទតទៅនឹងការ online ហ្នឹងហើយអ្នកខ្លះគាត់ថាគាត់ជឿថានឹងបានលុយប្រកបហើយគាត់ជាឆ្ងល់ថាហើយធ្វើអញ្ចឹងឲ្យដកលុយតាមវិធីណាអញ្ចឹងណាឃើញខ្ញុំប៉ុស្តិ៍តែ report ឲ្យឃើញលុយបាទឥឡូវខ្ញុំប៉ុស្តិ៍លុយមើលនេះណាបាទខ្ញុំបើកលុយឲ្យខ្ញុំប៉ុស្តិ៍ឲ្យមើលតែម្ដងណាឲ្យឃើញតែ report ពេលនេះជា report ដែលខ្ញុំដកលុយតាមពី Western Union ពីទូ Google ពេលយើងធ្វើការមួយវាពេលបានលុយហើយឲ្យយើងដកលុយតាមរយៈ Western Union តាមរយៈធនាគារក៏បានដែរណាពេលយើងបានលុយហើយ Google នឹងផ្ញើលេខកូដចំនួនប្រហែល10ខ្ទង់មកឲ្យយើងតាមរយៈ email អញ្ចឹងណាយើងឆែកមើលទៅយើងឃើញលេខកូដហ្នឹងហើយយើងយកលេខកូដហ្នឹងមកបើកលុយនៅក្រុមហ៊ុន Western Union ហើយដាក់ឈ្មោះយើងដាក់អីហ្នឹងទៅគេបើកលុយឲ្យហើយបាទនេះជាខែលុយខ្ញុំបើកបានទៅ651តាំងពីថ្ងៃទី22មានផ្សេងទៀតបាទដោយខែនេះខ្ញុំបើកបាន861នឹងវាកាយបាត់មួយចំនួនទៀតខ្ញុំបានដាក់ទុកដែរគឺខែនេះខ្ញុំដកបាន1500ជាងបាទនេះlogo Western Union នេះគឺពណ៌លឿងហ្នឹងគឺថាយើងអាចដកលុយជាមួយនឹងវាបានពេលយើងបានលុយពីបាទក្រុមហ៊ុន Google មកបាទអញ្ចឹងបានន័យថា website នេះគឺយើងធ្វើឲ្យស្អាតបាទចាំតទទួលការคลิกរបស់គេចាំតទទួលលុយបាទសំខាន់តើយើងមានសមត្ថភាពអាចយកមនុស្សពីគ្រប់ទិសទីពីពេញពិភពលោកចូល website របស់យើងបានអត់ខ្ញុំជឿថាអត់តែយើងមានសមត្ថភាពអាចយកមនុស្សចូលមកបានគឺចូល website នេះគឺអត់ខ្វះលុយឲ្យទេបាទគឺដូចគេនឹងចុច 100% ឬ70ខ្ញុំគិតថាបើសិនគេចូល10នាក់យ៉ាងហោចណាស់គេចុច5នាក់ដែរអញ្ចឹង5នាក់យើងឃើញលុយចឹងណាបាទអញ្ចឹងដើម្បី share website ទៅកាន់បាទ Facebook YouTube ឬក៏ Google Plus វាធ្វើឲ្យបានយើងគ្រាន់តែ copy link បាទ copy link របស់យើងទៅលេង copy link website ណាមួយមកបាទយើងគ្រាន់តែ copy link website យើងដាក់នៅក្នុង Facebook បាទឬក៏នៅក្នុងបាទនៅក្នុង Google Plus ក៏បានដែរយើង login ចូល Google Plus មកវាដូច Facebook ដែរ Google Plus ហ្នឹងហើយយើងប៉ោះតែ click យើងផាសអា link យើងបាន copy មក
bà nó bị tranh màu chuyện cho hay chơi public đó chơi xe bà chơi xe đó chơi xe chơi public á bà chẳng biết nó tranh được nông Google Plus mà dừng chẳng biết được chơi lời năng clip nè biết rồi một đo website mà dừng bà đo website mà dừng hết hãy lấy mà dừng thời ca post nông Facebook YouTube rồi có Google Plus rồi có Twitter cô mà nó cứ đâm bay rồi mà nước bà đâm bay rồi nước ai chơi lừa để cam mà dừng chơi lừa website mà dừng tới việc đó bà chơi đâm để cam nó đo website mà dừng trẻ đó chẳng biết cho đó là nói cứ dừng không yên lôi dây bà chơi lừa icon play mới video rất ba sân mọt dương mình chắc phải sáng bằng bàn lôi nằm đòn đấy vì phần lực là những ai có bàn họp con mà khai các bạn có miên này bà nó nhưng chật ở phải chật mùi nó chơi đường máu vì chơi đo phải xài mọt dương chơi đường gì máu bà phải để chơi trái biết rồi một đo phải xài mọt dương tại một đòn hay việc đo phải xài mọt dương hết việc khơi chỉ nhạc play bà chỉ nhạc play thì trong mưa phò miền năng tao vì việc miền ở đường chủng lại x lắm mà khơi tập cùi tập ấy chẳng á chẳng phải cái chơi lừa đúngสัญญาตะกูยังเต้สัญญาเพลงยังเต้ยืมจากเว็บไซต์ยังตัวบ้านจำนวนแต่ดองบ่าวมาเคยเนี่ยคือเชียร์รูปเพียรแต่ยืมบ้านเสียแต่การ Facebook ใหม่จังเป็นอะไรจดหม้อไปดอเว็บไซต์มายืมจังเป็นอะไรจังเมื่อปัตตพูดจำไรต้องมียังมาจังไม่คิดจุดสัญญาเพลงเนี่ยบ่าจุดสัญญาเพลงนี่ยืมจากจากเว็บไซต์ยังตัวบ้านจำนวนแต่ดองเอาวิดีโอคือยืมเพลงเอาเกมมือธรรมดาจากนั้นนะบ่านั่งก็ยืมเพียบคงวงอยู่ไว้อย่างนั้นอย่างบ้านลอยละโหดบ่ายืมเหมือนบ้านลอยแต่บางไงมาคายปีคายแต่ยืมบ้านลอยละโหดแต่ดองchẳng phải là giờ sầm khăn như thế thôi đi còn là do video pi YouTube mà đặt lên website mặt trường chẳng dân xe là can Facebook Google Plus về là cái chơi đưa nhà play này phím giờ tụi ban chỉnh nổ đèn đòn chẳng hạn á bà nói nhân hai pi còn lương một chỉnh nổ tiết thà thường mấy ban dương ai do video mà đặt lên website mặt trường bà nó chỉ website mặt trường mà website mặt trường nó chỉ là cái nào WordPress chẳng miền này tha mà tâm dương miền website mỗi dư thấy miền domain mùi nữa chứ là mấy chỗ chỉ admin bán nhưng bài website mặt trường chỗ mà hồi thò tha facebook.com này chẳng là chỉ một domain mùi còn tại bao giờ này cứ mua domain C mà chẳng là máu và không phải sai bao giờ hay tọt máu trên trên nhà slash làm bài UP thì là độ mối hay admin á làm bài lọc in cho được không hàng không một sai bao giờ làm bài do video vì YouTube đã lên về sai bao giờ bàn nhưng bài tam năng máu bà không phải sai bao giờ hay trên slash mối làm bài UP thì lại đó hay lọc admin á thì cho đo lại niệm chẳng đã màu và thân riêng chia mà chắc về sai những thời miền username password môi vậy bà chắc nhầm đặt username bao nhiêu máu hay đặt password bao nhiêu đấy bà dùng bài password cho những việc thằng login bà như việc thằng login máu video đó hàng không website bao nhiêu này chẳng những ai mưa ta không bao nhiêu nó miên của bạn po nhưng anh cho không po hay máu anh cho bị all po hết bà tại sao đấy chia website cùng rú bao nhiêu mùi thế bà em thôi chỉ cùng rú nào chẳng có mình đã bọt chờ thì nhân đã bọt chỉ xem form mùi mèo concert hay chẳng á mình chắc mình chơi biệt tha edit như chỉ câu đại nhóm bán đặt được nông năng chẳng là vài vài là thời phơi đi còn là copy bà câu từng on máu bà copy câu nó có dương trôi nhu máu trôi nhu bọt bà dương trôi nhu bọt máu hay bọt máu dương pha câu từng trôi bà dương trôi được không thật nhá bà nó miền phi miền bờ gió làm thạch dương châu được nông thạch thì là biệt thạch máu hay bạn nhớ phạt câu nông châu right click phạt châu mà và hai tấm máu dương châu được nông YouTube ta dương trong do biệt ô bồi nà là dương trong do mà ôi thọ ta biệt ô tại to năng thấu thú make up trong thì khó bà lấy bà là biết thành mốc đôi cặp ta chẳng hạn ok là thom do biệt ô mùi bà hay nhầm bọc cái má tao máu biết ở đây để thấy thua nó dương copy này lại nhẹ bà và copy từ nhà smart và mọi người nhé youtube.com/voice nhà suối này dương copy ta cái lại code bà soประมาณ đọc tông này copy từ nhà smart dương copy cho nó bà thấy dương tập phát nơi cái lại website bao dương bình lại này mà ô thử phát chốt mà ô thử mở lại nhẹ nó miền youtube bên kia mà nhé nhỉ bạn youtube bên kia nhé giống như pasta cái lại đi mua cho bà pasta cái lại nhờ copy từ nhà slash này bà copy từ nhà slash nó dương là trở lại năng hỏi pin một từ nhà xua nó ok như khơi nhá nè trong thời gian nó cứ pin một ở pin khói từ nhà slash hỏi pin một từ nhà xua hỏi dùng pha video mà right click pha được control v và nè nó tranh mỏi tóm lại ní đã in thay thò thì chứ như đã thay thò ta video bao nhiêu nó vậy thì kì giống như đã mất mà nhưng copy thay thò nha
copy title មកហើយយើងផាសចូលនៅក្នុង website របស់យើងវិញបាទ right click ផាសបាទហើយបន្តមកទៀតតើវីដេអូរបស់យើងស្ថិតនៅក្នុងកាតាហ្វេរីអីគេវាមានកាតាហ្វេរីអញ្ចឹងណាប៉ុន្តែឥឡូវឧទាហរណ៍ដាក់សិនចោះដាក់ entertainment នេះចុះហើយយើងចុចពាក្យថា public បាទចុច public ទៅវានឹងបានវីដេអូពី YouTube ចូល website របស់យើងតែម្ដងណាបាទហើយយើងអាចមើល website របស់យើងទៅយើងចូលក្នុង YouTube ប៉ុសបាទយើងចាំមើលថាវីដេអូដែលយើងយកពី YouTube មកមិញហ្នឹងវាបានមកពិតប្រាកដអត់បាទនេះចេញណាគឺជាវីដេអូដែលខ្ញុំយកមកពី YouTube មិញបាទ how to look like a doll កញ្ញា make up ណាបាទនេះជាវីដេអូមួយដែលខ្ញុំយកមកពី YouTube អញ្ចឹងពេលដែលយើងដាក់មកនៅលើនេះបងប្អូនឃើញទេនេះឃើញ google.service.com ទៀតទេបាទន័យថាឲ្យតែគេចុចលើសញ្ញា play នេះភ្លាមខ្ញុំជាម្ចាស់ website ខ្ញុំទទួលបានចំណូលភ្លាមហើយ play វីដេអូនេះនឹង play ឲ្យគេមើលតែម្ដងអញ្ចឹងណាអញ្ចឹងមក click បាន10 cent 20 cent មួយរៀលឬក៏2រៀលខ្ញុំអត់ដឹងទេទៅតាមប្រទេសទៅតាមនិច្ចកម្មរបស់ក្រុមហ៊ុន Google វាអ្នកដាក់ឲ្យអញ្ចឹងខ្ញុំសាកចុចតែម្ដងចាំមើលវា play វីដេអូអត់ណាហើយវាបើកនិច្ចកម្មរបស់ក្រុមហ៊ុន Google អត់អញ្ចឹងចុច play តែម្ដងបាទចាប់ដើម play ហើយទី1វាប៉ះពាណិជ្ជកម្មរបស់ក្រុមហ៊ុន Google ណាបាទនេះវីដេអូបាទនេះជាពាណិជ្ជកម្មនេះជាពាណិជ្ជកម្មរបស់ក្រុមហ៊ុន Google បើចេញអញ្ចឹងមានន័យថាយើងជាម្ចាស់ website យើងទទួលបានចំណូលបានហើយណាអត់ដឹងប៉ុន្មានទេមក click 5 cent 10 cent មួយរៀលអត់ដឹងទេដឹងបានហើយបន្ទាប់មកវីដេអូរបស់យើងគឺ play ឲ្យគេមើលធម្មតាឃើញទេ This makeup tutorial explains you how to make sure your hands and face are clean so you don't transfer bacteria into your pores and បាទអរមកឃើញទេបាទនេះគឺជាវិធីសាស្ត្រដែលយើងរកចំណូលតាមយ៉ាងហ្នឹងអញ្ចឹងវីដេអូក្នុង YouTube បងប្អូនមិនខ្វះថាអត់វីដេអូទេវីដេអូគឺមានរាប់លានវីដេអូអត់ចេះខ្វះក្នុងពិភពលោកណាមានច្រើនមែនតើគាត់ទៅ search ដើម្បីបងប្អូនចង់បានវាចេញមកគាត់ទៅ search ដល់ keyword នេះមួយណាបងឃើញវីដេអូបាទរាយ10 100 ពាន់ម៉ឺន40លាន8លានជាងវីដេអូណាគាត់ keyword នឹងមួយផងចុះបើដាក់ Hollywood movie ចោលឧទាហរណ៍ហើយខ្ញុំ search ពាក្យ search មកតើមានប៉ុន្មានវីដេអូបងប្អូនឃើញទេបាទឃើញរាយ10 100 ពាន់ម៉ឺន40លានណា2លាន3សែនជាងណាអញ្ចឹងវីដេអូបើគិតក្នុង YouTube នេះដឹងរាប់ប្រមាណអស់ទេបាទច្រើនមែនតើយើងអាចយកវីដេអូមួយណាដែលគេចាប់អារម្មណ៍ឬវីដេអូណាល្អមើលឬក៏វីដេអូព័ត៌មានតាក់ទងព័ត៌មានពិភពលោកបាទសម្រស់ឬបច្ចេកវិទ្យាយកមកដាក់មកតាមចិត្តបានបាទអញ្ចឹងពេលយកមកដាក់មកវាចេញជាវីដេអូលើ website របស់យើងអញ្ចឹងពេលដែលគេចូលមើល website របស់យើងនេះបាទគេចុចសញ្ញា play ភ្លាមយើងជាម្ចាស់ website យើងទទួលបានចំណូលភ្លាមតែម្ដងអញ្ចឹងណាបាទមិននៅក្នុង website របស់ខ្ញុំគឺមានតែមួយអត្ថបទដែលបាទគឺអត្ថបទមួយនេះបាទរបៀបគូររូបត្រីហ្នឹងប៉ុន្តែមិនគឺខ្ញុំយកវីដេអូពី YouTube មកដាក់លើ website ខ្ញុំមួយទៀតចេញជាវីដេអូមួយទៀតកញ្ញានេះបាទវីដេអូមួយទៀតហើយឥឡូវថយខ្ញុំចង់បានមួយទៀតខ្ញុំត្រូវធ្វើម៉េចបាទឥឡូវមួយទៀតយើងគ្រាន់តែ copy កូដមិញមកទៀតមកបាទយើងចូលក្នុង website របស់យើងវិញមកបាទនេះមានហើយបិទសិនទៅបាទនេះក៏ copy កូដអត់ដែរហ្នឹងមកបាទ copy ហើយយើងចូល new post យើងចូល new post ទៀតមកបាទ add new post បាទហើយបន្ទាប់មកទៀតគឺយើងបាទផាសកូដហ្នឹងនៅក្នុងកន្លែងម៉ាកន្លែងដែលមកបាទយើងចូល text ហើយយើង right click យើងផាសហើយយើងទៅដូរវីដេអូយកវីដេអូគេលើទៅវីដេអូតាក់ទងនឹងរឿងបាទរឿងនេះចុះចុចលើវាមកចុចប៉ុសហើយយើង copy បាទ copy នេះមកបាទបន្ទាប់ពីសញ្ញាស្មើយើង copy ហើយបានយើងទៅផាសនៅលើបាទកន្លែងនេះមិញដូចមិញអញ្ចឹងណាគឺបន្ទាប់ពីសញ្ញាបាទសញ្ញា slash ហើយពីមុខសញ្ញាសួរហើយយើងផាសចូលមកតមកទៀតដាក់ title តើចំណងជើងនៃវីដេអូហ្នឹងនិយាយពីអីគេយើង copy មករឿង Hollywood 2016តែមិនចេញអីចឹងណាអញ្ចឹងយើងដាក់មកបាទផាសចូលបាទតមកទៀតចុចពាក្យថា public ទៅហើយដាក់នៅក្នុង entertainment នេះឬក៏នេះចឹងទៅហើយចុច public ណាបាទចុច public មកបាទអូខេបន្ទាប់ពីបានហើយយើងអាចចុចលើ view post ហើយបើយើងចុចលើឈ្មោះ website របស់យើងតែម្ដងក៏បានដែរបាទយើងមើលទៅមិនចឹងយើងមាន2អត្ថបទឥឡូវខ្ញុំដាក់មកអត្ថបទទៀតបាទមិនខ្ញុំមាន2បាទមាន2វីដេអូឥឡូវខ្ញុំថាមួយទៀតឡើង3អញ្ចឹងនេះបាទយើងប៉ុមមកចេញរូបធំឲ្យយើងមើលតែម្ដងអញ្ចឹងយើងចង់មើលអត្ថបទហ្នឹងឬវីដេអូហ្នឹងចុចលើវាមកបាទពេលចុចលើវាមកវាទៅដល់វីដេអូមួយហ្នឹងហើយអញ្ចឹងបើយើងចង់មើលយើងគ្រាន់តែ
បាទដាក់មកលើ icon play មកបាទយើងដាក់មកលើ icon play មកវាចេញបាទវាប៉ះ adsense របស់យើងអញ្ចឹងនេះប៉ះ adsense ហើយយើងមើលទៅខាង setter bar ហ្នឹងបើវាប៉ះ adsense របស់យើងហើយវា play video តែម្ដងណាអូខេហើយយើងសាកចុចតែម្ដងបាទយើងមើលវិញមកនេះវីដេអូចាប់ដើមលេងហើយ adsense របស់យើងក៏ចាប់ដើមប៉ះដែរណាយើងបានមើលបានដែរបាទហើយបើយើងចង់ដាក់អត្ថបទអីក៏បានដែរឥឡូវនឹងដាក់វីដេអូសតបើយើងចង់ដាក់អត្ថបទទៀតយើងអាចដាក់បានតាបាទយើង edit វាមកព្រោះនៅកន្លែងនេះយើងអាចដាក់បានដែរយើងគ្រាន់តែ enter ចុចក្រោមមកបាទយើង save មកសេចអត្ថបទជាស្អីហ្នឹងទៅហើយយើងអាច save ជាភាសាខ្មែរក៏បានជាអង់គ្លេសក៏បានចិនក៏បានថៃក៏បានដែរមកសេរីណាបាទ save មកហើយបន្ទាប់មកយើងចុចពី update មកបានហើយបាទខ្ញុំចុចពី update ចឹងនេះខ្ញុំបិទវិញខ្ញុំចុចពីខាងនេះវិញពីយើង update ហើយយើងចុច view post សារថ្មីបាទចុច view post មកយើងចូលដល់ website របស់យើងវិញបាទនេះវាចូលដល់ website របស់យើងវិញហើយអញ្ចឹងយើងមើលតើវាមានខុសផ្លែពីមុនអត់ពីណាមានន័យថាយើងអាចសរសេរអក្សរពីក្រោមបានបាទដាក់ជាអត្ថបទអីក៏បានដែរវីដេអូនិយាយចំក្នុង website នេះបងប្អូនអាចយកអ្វីមកដាក់ក៏បានដែរអត្ថបទយកមកពីណាក៏បានយកមកពី YouTube website ណាក៏បានដែរមកសេរីសរសេរខ្មែរក៏បានអង់គ្លេសក៏បានបាទចិនក៏បានថៃក៏អាចតែចិត្តណាគឺបងប្អូនគ្រាន់តែ share ព័ត៌មានទាំងអស់ដែលបងប្អូនគិតថាគេចង់មើលបាទមានអត្ថប្រយោជន៍ដល់គេបងប្អូន share មកសេរីណាបាទអញ្ចឹងបងប្អូនគាត់ឲ្យគេមើលទៅគេចុចលើវីដេអូទៅយើងចាំភាសាយើងទទួលបានចំណូលហើយអ្នកមើលគឺបានទទួលអត្ថប្រយោជន៍ដែរណាអូខេបាទអូខេអ្វីដែលយើងចង់បង្ហាញគឺមានប៉ុណ្ណឹងចាំមើលខ្ញុំថតវីដេអូក្រោយខ្ញុំមាន software ឬមានលឺថ្មីទាំងអស់បងប្អូនអាចមើលទៅពេលក្រោយទៀតអញ្ចឹងបើសិនបងប្អូនចង់បានវីដេអូថ្មីឬថ្មីបងប្អូនគ្រាន់តែចូលក្នុង Facebook ហើយចុច like page របស់ខ្ញុំមួយបាទបងប្អូនចូលក្នុង www.comហើយ /learn make money online Cambodia មកហើយវាចេញដល់ថ្ងៃនេះណាហើយចុច like មួយមកដើម្បីបានព័ត៌មានថ្មីព្រោះនៅក្នុងនេះឲ្យមានអ្វីថ្មីខ្ញុំបោះឲ្យបងប្អូនបានឃើញបាទមកឃើញនេះយើងបាន pin code ពី Google ណាបាទ pin code នេះមានថាយើងបាន pin code ហើយយើងអាចដកលុយបាននៅថ្ងៃទី22យើងអាចដកបានហើយបាទនេះជា report មួយចំនួនដែរគឺខ្ញុំបានថ្ងៃនេះគឺ95រៀលអញ្ចឹងណាចាំមកយើងអត់សូវធ្វើវាធ្លាក់ដល់20រៀលអញ្ចឹងទៅហើយខែនេះបាន965អញ្ចឹងទៅបាទខែមុនបាន1000ជាងទៅហើយ light 10នេះបាន5500ជាងហើយ account របស់ខ្ញុំមួយនោះបាទមានន័យថាមួយខែ1000មួយខែ1000អញ្ចឹងណាហើយវិធីដែលខ្ញុំធ្វើនេះខ្ញុំដកលុយបាន1-5 ដងហើយអត់មានបញ្ហាទេបាទគឺខ្ញុំមានកលឹះដើម្បីធ្វើវាឲ្យការពារ adsense account របស់យើងមិនឲ្យគេបិទ account របស់យើងអីចឹងណាបាទពីព្រោះកិច្ចកម្មរបស់ក្រុមហ៊ុន Google នេះបើយើងចុចច្រើនដងពេកវាអាចបិទ account ប៉ុន្តែគឺខ្ញុំមាន software បាទមាន script ដើម្បីការពារមិនឲ្យគេបិទបាទគាត់ថាมันអាចធានា 100% តែ 80% 70% ដែរការពារហើយវិធីនេះគឺខ្ញុំដកលុយបាន4-5 ដងដែរហើយចប់ទៅចូលខ្ទង់$7,000ដែរហើយបាទអញ្ចឹងសិនបងប្អូនមានចំណាប់អារម្មណ៍ចង់រៀនជាមួយចង់ដាក់ script ដាក់អីជាមួយខ្ញុំទៅបងប្អូនអាចតាក់ទងមកខ្ញុំបានបាទទី1គឺខ្ញុំមាន script ដើម្បីដាក់លើ website របស់បងប្អូនដើម្បីរកលុយពីបាទចាប់ពី$5រហូតដល់$50ក្នុងមួយថ្ងៃណាបាទនេះបងប្អូនអត់ទៅធ្វើបានតែ$5ឬ50តែបើថាធ្វើច្រើនវាអាចឡើងដល់100ក៏មានដែរបាទតាំងពីជំនាន់ Facebook នៅស្រួលប៉ុកទៅវាអត់ block link វាអាចក៏បានមួយថ្ងៃ200-300ក៏បានដែរតែឥឡូវសារ Facebook វា update ប៉ុកទៅវាអាសា block link អញ្ចឹងយើងអាចធ្លាក់$5ឬ$50ទេក្នុងមួយថ្ងៃបាទអញ្ចឹង option របស់ខ្ញុំទី1នេះគឺបាទចុចសញ្ញា play បើកវីដេអូឲ្យគេមើលហើយម្ចាស់ website បានលុយណា option ទី1ហើយ option ទី2នេះគឺបាទចុចត្រង់ណាក៏ប៉ះ adsense ដែរហើយយើងបើកវីដេអូគេមើលដូចគ្នាប៉ុន្តែយើងជាម្ចាស់ផ្សាយយើងបានលុយទៀតណាឃើញទេបាទអញ្ចឹងខ្ញុំណែនាំមួយចំនួនទៀតគឺបានន័យថាយើងមិនចាំបាច់មានវីដេអូផ្ទាល់ខ្លួនទេយើងគ្រាន់តែយកវីដេអូបាទរាប់លានរាប់សែនរាប់កោតវីដេអូពី YouTube បាទទូទាំងពិភពលោកហ្នឹងមកដាក់លើ website របស់យើងបាទអញ្ចឹងយើងពេលគេចូលមកមើលបាទអ្នកមើលហ្នឹងនឹងទទួលបានយើងជាម្ចាស់ website យើងទទួលបានពី$5ដល់$50ក្នុងមួយថ្ងៃហ្នឹងបាទយើងតិចបំផុតផងហើយវីដេអូដែលគេចុចមើលហើយវាបាទគេចុចទៅគេបានមើលវីដេអូបាទថាប្រយោជន៍ដល់អ្នកមើលទៀតអញ្ចឹងណាយើងជាម្ចាស់ website ក៏យើងបានលុយដែរហើយខ្ញុំណែនាំមួយចំនួនទៀតវីដេអូដែលយើងគួរយកមកតើគួរយកវីដេអូឲ្យខ្លះបាទវីដេអូដែលយើងគួរយកមកពី YouTube នោះមានដូចជាបាទចម្រៀងបាទវីដេអូតាក់ទងនឹងសម្រស់បាទវីដេអូតាក់ទងរឿងចម្លែកបើឧទាហរណ៍ថាមនុស្សក្បាល2ឬរឿងខ្យល់ព្យុះបាទធម្មជាតិអីជាដើមអញ្ចឹងណាឬរឿងចម្លែកក្នុងពិភពលោកតែម្ដងបាទឬក៏ព័ត៌មានថ្មីលើពិភពលោកបាទឬក៏ចំណេះដឹង
បាទតើតងការរៀនសូត្រតើតងបច្ចេកវិទ្យាតើតងនឹងកលឹះថ្មីសំខាន់ដើម្បីឲ្យអ្នកមើលទៅបាទឲ្យមានអត្ថប្រយោជន៍ដល់គេឬក៏ខ្សែភាពយន្តល្បីបាទ Hollywood ឬក៏ភាពយន្តនិយាយទូទាំងពិភពលោកតែម្ដងឲ្យដល់រឿងនៅក្នុង YouTube យកមកបានទាំងអស់ណាបាទឬក៏អត្ថបទព័ត៌ឬក៏អត្ថបទព័ត៌មានផ្សេងដែលគេអានឬក៏ថាមានអត្ថប្រយោជន៍របស់គេយើងអាចយកមកបានទាំងអស់បាទពីព្រោះនៅក្នុង YouTube នេះគឺវាមានឲ្យយើងបាទ share ទៅកាន់ពិភពលោកបានអញ្ចឹងយើងអត់មានខុសចប់ copyright អត់មានបាទខុសអីច្បាប់អីទេណាបាទគឺយើងគ្រាន់តែជួយ share គេបន្តទេដើម្បីគេចូលមើល website របស់យើងទៅយើងទទួលបានចំណូលតាមនឹងដែរអញ្ចឹងវាស្របតាមគោលការណ៍របស់ក្រុមហ៊ុន YouTube របស់ Google ដូចគ្នាទេណាបាទអត់មានអីខុសទេគ្រាន់តែយើងជួយ share ព័ត៌មានឲ្យគេមកកាន់ website របស់យើងតែប៉ុណ្ណោះដោយសារគេអត់ចូលមើល direct ក្នុង YouTube ទេបាទគេចូលមើល website របស់យើងពោះប៉ុន្តែវីដេអូនេះគឺយកមកពី YouTube ទេបាទបើគេមានបញ្ហាគឺបញ្ហាខាង YouTube ទេមិនមែនយើងទេបាទយើងគ្រាន់តែជួយ share វីដេអូពីគេឲ្យដាក់ website របស់យើងតែប៉ុណ្ណោះទេបាទអញ្ចឹងយើងគ្រាន់តែធ្វើម៉េចឲ្យមនុស្សចូល website របស់យើងឲ្យច្រើនទៅយើងធានាថានឹងបានលុយច្រើនហើយបាទហើយក្នុងការដកលុយនេះដកតាម Google បាទដកតាម Western Union ក៏ពិតវាមាន option ឲ្យយើងរើសដកតាមធនាគារក៏បានដកតាម Western Union ក៏បានដែរអាហ្នឹងសេចចិត្តទេណាអូខេអញ្ចឹងបងប្អូនអាចចូល Facebook របស់Make Money Online Company ជួយពាក្យ like មួយមកឲ្យបន្តមកទៀតយើងអាចទៅ subscribe ជាមួយនឹង channel របស់ខ្ញុំមួយទៀតនៅក្នុងYouTube ហ្នឹងបងប្អូនគាត់ឲ្យពាក្យថាបានថាស៊ុយមកហើយចុចពាក្យថា subscribe ទៅដើម្បីទទួលបានព័ត៌មានថ្មីបាទឬ software ថ្មីឬក៏លើថ្មីបាទចុចពាក្យ subscribe មកក្នុងនេះគឺមានអ្នក subscribe ចំនួន 1904 នាក់ហើយគឺជាភាគច្រើនគឺអ្នកដែលចាប់អារម្មណ៍ជាមួយនឹងការរៀនរកលុយតាមរយៈអ៊ីនធឺណិតដែរអញ្ចឹងពួកគាត់ខ្ញុំជឿថាគាត់អាចរកលុយបានច្រើនដែរហើយបាទហើយគាត់មើលទៅមានអត្ថប្រយោជន៍ដល់គាត់អាច subscribe បាទក្នុងនោះមានវីដេអូច្រើនមកតាក់ទងការដកលុយពី PayPal ចូល Payoneer អញ្ចឹងណាដកលុយយ៉ាងម៉េចបាញ់លុយយកគ្នាទៅវិញទៅមកបាទមានទាំងអស់ហើយបងប្អូនអាចមើលរបៀបយកកូដបាទពី Google បាទនេះគឺជាវីដេអូមួយដែលខ្ញុំនិយាយពីតាក់ទងបើសិនបងប្អូនមាន account Google AdSense បងប្អូនត្រូវ login ចូលហើយយកកូដរបស់វាមកដាក់លើ website របស់យើងបានដើម្បីចេញជាពាណិជ្ជកម្មឲ្យគេចុចទៅដើម្បីបានលុយអញ្ចឹងណាហើយក្នុងនេះមាន report បាទ report យើងអាចមើលឆែកជាប្រចាំថ្ងៃបានអីបានយើងមានមើលទាំងអស់បាទចុចមើលមកសួស្តីអូខេអញ្ចឹងក្នុងបីសុខភាពហ្នឹងមកបាទ300បាទមកឃើញនេះគឺជាកន្លែងបង្កើត banner របស់ក្រុមហ៊ុន Google AdSense ណាបាទដើម្បីយកដាក់ website របស់យើងបាន36គុណភាពបាទយើងដាក់មកបាទនេះគឺកន្លែងមើល report បាទកន្លែងមើល report ថាយើងបានប្រមាណអីបានអញ្ចឹងទៅយើងឃើញទឹកលុយដែលយើងរកបានពី AdSense សរុបបាទបងប្អូននេះជា AdSense សរុបរបស់ខ្ញុំបានធ្វើកន្លងមកបាន 4636 ក៏ពិតបាន 5000 ជាងដោយសារវីដេអូនេះខ្ញុំថតពីមុនថ្ងៃនេះអញ្ចឹងវាអត់បានប៉ុណ្្នឹងឯងក៏ពិតវាបានដល់ថ្ងៃនេះវាឡើង 5000 ជាងហើយយ៉ាបងប្អូនអាចមើល report ថ្ងៃហ្នឹងថ្ងៃមានគេចុចប្រហែល click បាទគេមើលក្នុងបានណាអូខេចឹងបងប្អូនចូលក្នុង channel របស់ YouTube ហ្នឹងទៅចុច subscribe ទៅក្នុងមានវីដេអូច្រើនក្នុងការមើលណាអូខេបាទវីដេអូនេះគឺយើងរកចំណូលតាមរយៈវីដេអូតាមរយៈ Google AdSense លើ website ប៉ុន្តែក៏ពិតមានវិធីរកចំណូលតាមរយៈ internet មានច្រើនបាទមានច្រើនទៀតដូចជាវីដេអូតាមរយៈ YouTube នេះជាដើមវិញណានេះគឺវីដេអូនេះគឺខ្ញុំនិយាយអំពីបាទនិយាយអំពីយើងអាប់ឡូតវីដេអូចូល YouTube ទៅតោះមកវាចេញជាពាណិជ្ជកម្មអញ្ចឹងពេលចុចពាណិជ្ជកម្មហ្នឹងទៅយើងជាម្ចាស់វីដេអូយើងទទួលបានចំណូលតែម្ដងអាហ្នឹងយើងមិនចាំបាច់មាន website ទេបាទយើងមានតែ Gmail មួយអាចរកលុយជាមួយវាបានដែរបាទយើងគ្រាន់តែសហការជាមួយក្រុមហ៊ុន Google ហើយយើងអាប់ឡូតវីដេអូរបស់យើងបាទចូលទៅក្នុង YouTube ទៅពេលចុចមើលទៅយើងបានលុយដែរបាទសួស្តីបាទហ្នឹងគឺជាកលលឹះពិសេសមួយដែរបាទអញ្ចឹងសួរថាតើមានការពិបាកអត់ក្នុងការធ្វើអាហ្នឹងគឺអត់មានអីពិបាកទេបាទឲ្យតែបងប្អូនចេះលេង Facebook គឺអាចរកលុយបានហើយបាទមិនចាំបាច់ត្រូវការជំនាញ IT មិនចាំបាច់ត្រូវការរៀនផ្សារអីគេមិនចាំបាច់ត្រូវការចេះអង់គ្លេសច្រើនទេសំខាន់ឲ្យតែបងប្អូនចេះលេង Facebook ចេះ share ចេះប៉ុស្តិ៍អីតែប៉ុណ្ណឹងគឺអាចរកលុយជាមួយវាបានបាទអូខេអញ្ចឹងមានតែប៉ុណ្ណឹងអរគុណច្រើនចំពោះការតាមដានជាមួយនឹងវីដេអូនេះចឹងជូនពរបងប្អូនទាំងអស់ឲ្យទទួលបានជោគជ័យទាំងអស់គ្នាបាទ